បាទចឹងជាដំបូងខ្ញុំសូមជម្រាបសួរលោកគ្រូខ្ញុំឈ្មោះហួរសុខសវត្ថិថ្ងៃនេះខ្ញុំនឹង record វីដេអូអំពី lab ទី3ក្នុងការប្រើប្រាស់ command line ចឹងប្រើប្រាស់ command line ទៅតាមវិធានបទចឹងចូលមកចំណុចទី1យើងប្រើប្រាស់ទៅលើ command line cat ដើម្បី show content របស់ file ដែលមាននៅក្នុង directory មួយនេះហើយ show វាជាលក្ខណៈលេខរៀងចឹងដំបូងយើងសេ cat មកចឹង cat command keyword cat នេះប្រើសម្រាប់ show content ទាំងអស់នៅក្នុង file របស់ file លេខ1ចឹងដើម្បី show វាជាលេខរៀងដាក់ dot ហើយ n តមកខ្ញុំដាក់ទៅកាន់ directory etc/ss/ss_config_config នេះចឹងនេះជា content ទាំងអស់ដែលមាននៅក្នុង directory មួយហ្នឹងចឹងចំណុចទី1ចូលមកចំណុចទី2យើងប្រើប្រាស់ទៅលើ Linux command ដើម្បីបង្ហាញពីព័ត៌មានឬក៏ព័ត៌មានរបស់ memory នៅក្នុងរបស់ memory ចឹងអាហ្នឹងយើងប្រើប្រាស់ command cat ដូចគ្នាតមកយើង /pro ហ្នឹង process តមកយើងដាក់ថាយើង / ទៀតដាក់ mem info ដើម្បីបង្ហាញ information របស់information របស់នេះរបស់យើងរបស់ memory របស់យើងអញ្ចឹងចុច enter មកអញ្ចឹងនេះអញ្ចឹងវានឹងបង្ហាញinformation ដែលមាននៅក្នុង memory តមកអាហ្នឹងជា command ហ្នឹងចំណុចទី2ចូលមកចំណុចទី3យើងប្រើប្រាស់Linux command នេះគ្នាដើម្បី print all process ដែលវាមាន process ជាមួយនឹង user អញ្ចឹងដើម្បីធ្វើបានយើងដាក់ថា ps តមកយើងដាក់ dot command យើងប្រើប្រាស់keyword ឬក៏ command ps dot u ហើយដាក់សញ្ញាដុល្លារតមកដាក់ user អញ្ចឹងមកអញ្ចឹងនេះវាបង្ហាញអញ្ចឹងនេះជា command ទី3ចូលមក command ទី4យើងប្រើប្រាស់ command ដើម្បីស្វែងរក file ណាដែលមានទំហំលើសពី5មេឡើងអញ្ចឹងយើងប្រើប្រាស់ command find clear / clear មួយទៀតយើងដាក់ dot type មក type ហើយ clear មួយទៀត f ហ្នឹង file តមកយើងដាក់ size dot size ដើម្បីទំហំធំជាង5 MB ឡើង 5M អញ្ចឹងដូតមកហើយ enter អញ្ចឹងនេះវានឹងបង្ហាញហើយវានឹងបង្ហាញមកចាំមកផ្លាតព្រោះវាឲ្យយឺតតិចពុំតា process អញ្ចឹងនេះវានឹងបង្ហាញចំនួន file ដែលមានទំហំលើសពី5 MB ឡើងដែលមាននៅក្នុងនេះរបស់យើងអញ្ចឹងនេះ file ទាំងអស់នេះតមកចូលចំណុចទី4តមកចូលដល់ចំណុចទី5យើងប្រើប្រាស់ command grep ដើម្បីស្វែងរកពី error នៅក្នុង directory và log អញ្ចឹងដើម្បីធ្វើបានអញ្ចឹងយើងដល់ចំណុចទី5នេះខ្ញុំសេ command មកខ្ញុំសេ command ថា grep ប្រើប្រាស់ command grep ដាក់ថា o អញ្ចឹងរកពាក្យថា error សេមក error នៅក្នុង directory và log អញ្ចឹងcommand ហ្នឹងយើងសរសេរដើម្បីបង្ហាញពាក្យឲ្យទៅក្នុង directory và log ឲ្យតែមានពាក្យ error វានឹងបង្ហាញ note ចេញមក highlight ចេញមកអញ្ចឹង enter ចូលមកសេរី record តិចគ្រូ record grep ep ទៀតនេះបង្ហាញអញ្ចឹងកន្លែងនេះវានឹងបង្ហាញ highlight មកនៅក្នុង directory và log ហ្នឹងឲ្យតែមានពាក្យថា error វានឹងបង្ហាញ highlight ជាលក្ខណៈពណ៌ក្រហមចឹងអាចអូសមើលបាននេះច្រើនបាទចឹងហ្នឹងគឺជា command ទីគឺជាចំណុចទី5អញ្ចឹងចូលមកដល់ចំណុចចុងក្រោយចំណុចទី6នេះគេឲ្យប្រើប្រាស់ទៅលើ keyword awk ដើម្បី print តែ only username នេះតែ print តែ username ទេចេញពីក្នុង directory etc password នេះអញ្ចឹងយើងសរសេរមក command នេះយើងប្រើប្រាស់ command keyword awk បន្ទាប់មកយើងដាក់ dot f អញ្ចឹងខ្ញុំប្រើប្រាស់ dot f នេះដើម្បីបង្ហាញតែ username បើខ្ញុំមកដាក់ dot f ទេពេលខ្ញុំបង្ហាញចេញមកវានឹងចេញជា directory មកតែម្ដងអញ្ចឹងយើងដាក់ dot f នេះដើម្បីបង្ហាញជាលក្ខណៈតែ username ចេញមកទេ only username from file etc នេះអញ្ចឹងខ្ញុំសរសេរមកដាក់ថាចូល triangle តោះមកប្រើក្បៀសមួយទៀតបើកើតថា print 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 ហើយសញ្ញាដុល្លារ1មកទៅកាន់ directory ទៅកាន់ file etc paswd អ
បាទអញ្ចឹងឥឡូវខ្ញុំ print ចេញមកហើយជាវាមានលក្ខណៈបែបនេះបាទអញ្ចឹងមានលក្ខទី3មានតែប៉ុណ្ណឹងអរគុណលោកគ្រូសម្រាប់ការទេសនា